chia chân thong bạn á nên chia cha chia cam tận mùi hay ông cắt thai cam bông phôn nóมีไอ้สำคัญของบองงำไปขาดเลยตัวยังมาบังน้อยก็อัดไอ้nhóm chua nè nè hay sau ngày nắng dung là chịu cam to khử mùi hay chịu cam ở những nơi phong đấy có ban bong bôn chun rót thầm thời đài có vô tình nhung kết the cam bong bôn chun rótก็จะมีสาระสำคัญทางหลังแดงยงสัปดาห์ชิมใจคนได้สังคมไทยแนวนี้จะรู้บางคนออกนี้ทั่วที่คนร้องnhóm chua hề lái tại sao con mẹ toàn hạt cả ជំរាបសួរនាងខ្ញុំឈ្មោះសួរសុហើយខ្ញុំដើរតួជានាយកសាលាខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងចូលរួមជាចំណែកជួយដល់ធនធានមនុស្សក្នុងវិស័យអប់រំមួយនេះដោយការបងប្អូនទាំងអស់គ្នា hello hello chị tình đẹp cảm đấy ô bạn đi ăn mà chị tôi đi ship á ôไม่ใช่เนี่ยกับคนไหนเนาะคนนั้น để xa lại những tên nó mà hay được xin kê việc con ai cho ra phòng thờ cho cái này วันที่พวกเรายังรู้ที่ออกไปพร้อมกันบางคนซะแต่ให้จีบรอยyếuដឹងឯថាការបងប្អូននឹងសំខាន់ប៉ុណ្ណាការបងប្អូននឹងគឺជាចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនទាំងផ្លូវថ្នល់ដែលយើងប្រើប្រាស់សពថ្ងៃហេដ្ឋារចនាសម្ព័ន្ធសេវាសាធារណៈរដ្ឋក៏ដូចជាមន្ទីរពេទ្យសាលារៀនអីហ្នឹងសុទ្ធតែជាចំណែកនៃការបងប្អូនឲ្យប្រើប្រាស់គ្រប់គ្នាតែគ្រប់គ្នាសុទ្ធគិតថាការបងប្អូននឹងអត់ប្រយោជន៍អញ្ចឹងហើយថែមទាំងគិតថាធ្វើឲ្យខាត់លុយទៀតបើនៅតែធ្វើអញ្ចឹងតើប្រទេសជាតិយើងរីកចម្រើនដល់របៀបណាដោយសារតែបងប្អូនយើងមិនសូវបានចូលរួមក្នុងការបងពុនលើកញ្ចប់ប្រាក់ចំណាយប្រចាំឆ្នាំក៏កាត់បន្ថយសម្ភារៈក៏តិចជាងមុនហើយប្រាក់ឈ្នួលបើកឲ្យលោកគ្រូអ្នកគ្រូក៏សឹងតែមិនចង់គ្រប់សួស្តីទស្សនិកជនទាំងអស់គ្នាស្វាគមន៍មកកាន់ព័ត៌មានតនហេតុការណ៍ថ្ងៃនេះយើងនឹងមកនាំមកដល់ព័ត៌មានសំខាន់ទាក់ទងនឹង micro សេដ្ឋកិច្ចនិងផលប៉ះពាល់ទៅលើសេដ្ឋកិច្ចជាតិនៅក្នុងសប្តាហ៍នេះអ្នកវិភាគសេដ្ឋកិច្ចបានបង្ហាញការព្រួយបារម្ភនៃការធ្លាក់ចុះចំនួនពន្ធរបស់រដ្ឋាភិបាលបន្ទាប់ពីប្រជាពលរដ្ឋនិងអាជីវកម្មមួយចំនួនមិនបានបង់ពន្ធត្រឹមត្រូវតាមរបាយការណ៍ស្ថានភាពនេះអាចប៉ះពាល់ដល់ការចំណាយសាធារណៈរបស់រដ្ឋាភិបាលដូចជាការសាងសង់ផ្លូវសេវាសុខាភិបាលនិងវិស័យអប់រំជាដើមអ្នកជំនាញបានបញ្ជាក់ថាពន្ធគឺជាប្រាក់ចំណូលសំខាន់សម្រាប់រដ្ឋាភិបាលក្នុងការរក្សាកំណើនសេដ្ឋកិច្ចនិងស្ថិរភាពប្រទេសជាតិបច្ចុប្បន្នរដ្ឋាភិបាលកំពុងពិចារណាបង្កើនវិធានការប្រមូលពន្ធនិងជំរុញឲ្យប្រជាពលរដ្ឋនាំគ្នាមកបង់ពន្ធជាកំណត់អ្នកសេដ្ឋកិច្ចក៏បានប្រមានថាប្រសិនបើចំនួនពន្ធបន្តការធ្លាក់ចុះវាអាចបណ្ដាលឲ្យអតិផរណាកើនឡើងអត្រាអ្នកគ្មានការងារធ្វើកើនឡើងនិងការវិនិយោគធ្លាក់ចុះនាងខ្ញុំប៉ាសុខហេឡែនផ្សាយបន្តផ្ទាល់ចេញពីស្ទូឌីយោព័ត៌មានសូមអរគុណ Ủa vậy mơ ạ còn nặng băng quân sao còn thôn con nặng nặng đài một vì cân hai ca bong bôn ập giờ cho lấy bệnh bây giờ thời trường cháu anh lấy video đây tha băng quân về sầm khăn vậy mới chụp cái đây tha băng quân ập giờ tiền vì số máy cho đây là giải nhớ khẩn sợ Many months later.
Em vậy mà cái dòng không đá nó ở băng quân đá nó có ngày đẹp ý thân vô đi ca sạp bây giờ đi ca băng quân này đây cuốn chỉ cần tư ao tam cái tốt cho các là cái ổn buồn cho nên là cái này đi mặt băng quân á thì không ơi không phải là chỉ là con thôi chúng ta ở vô đó tại vì không là mình mấy cái thì xem đâu chẳng có đó អត់មានប្រាក់ឧបត្ថម្ភពីរដ្ឋទៅតែគាត់ថាដល់ជាពលរដ្ឋយកបងប្អូនចឹងណាក៏ឲ្យជួយពិបាកឆ្លាស់មានអីហ្នឹងអត់មានស្ថិតទៅពីគាត់ខ្ញុំឲ្យទៅទៅមានការមានការមានការជីវិតចឹងយ៉ាងគឺតាមបងប្អូនមកទៅពីវិស័យកាត់ដល់បងប្អូនហើយគេជួយថាផលបាក់ចាបងប្អូនមានច្រើនប៉ុណ្ណាស្អែកខ្ញុំរហូតទៅបងប្អូនសោះ cái này như mềm bò mềm bò cái này mềm bò đâu ốc con bò lộn rồi ăn bông con đá cái trời khẩn chậm như xa cam muốn vô lại đây cái nhóm mẹ cho cái bông con này của việc ăn trời tai nhóm là để xem không phải như trời ca bông con tí đó